មេដឹកនាំរដ្ឋាភិបាលថៃនិងពួកយោធាថៃលេចចេញសកម្មភាពជាក់ស្ដែងរបស់ខ្លួនមិនត្រឹមតែធ្លាក់ចូលក្នុងអំពើឈ្លានពានទឹកដីកម្ពុជាបំពេញច្បាប់អន្តរជាតិប៉ុណ្ណោះទេថែមទាំងធ្វើឲ្យខ្លួនខ្លាចជាចោរព្រៃចោរលួចឆក់ប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរដ៏គួរឲ្យពិភពលោកស្អប់ខ្ពើមបំផុតសូមឲ្យសហគមន៍អន្តរជាតិសម្លឹងមើលភាពអនាធិបតេយ្យនៃសន្តិភាពពិភពលោកមួយនេះឡើងវិញដោយឡែកសម្រាប់កម្ពុជាវិញប្រកាន់ជំហរយ៉ាងដេចអហង្ការដោះស្រាយដោយសន្តិវិធីនិងប្រកាន់ខ្ជាប់នូវខ្សែបន្ទាត់ឥតកែប្រែខ្សែបន្ទាត់ព្រំដែនអន្តរជាតិបារាំងសៀមលោកប៉ែនបូណារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភិបអ្នកនាំពាក្យរាជរដ្ឋាភិបាលតាមរយៈសន្និសីទសារព័ត៌មានខ្លីនាព្រឹកថ្ងៃទី5ខែមករាឆ្នាំ2026បានថ្លែងយ៉ាងដូចនេះថាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនសាធារណជនក៏ដូចជាសហគមន៍អន្តរជាតិជ្រាបដូចតទៅទី1រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងទៅនឹងការបន្តឈរជើងនិងការកាន់កាប់ជាក់ស្ដែងដោយកម្លាំងយោធាថៃនៅលើទឹកដីកម្ពុជានៅក្នុងតំបន់មួយចំនួនតាមបណ្ដោយព្រំដែនដែលជាអំពើខុសច្បាប់និងគ្មានមូលដ្ឋានទាល់តែសោះក្រោមច្បាប់អន្តរជាតិចំណែកការកាន់កាប់និងការបន្តកាន់កាប់តាមរយៈការគំរាមកំហែងនិងការប្រើប្រាស់កម្លាំងគឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាននិងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិទី2ការគ្រប់គ្រងទឹកដីសកម្មភាពរដ្ឋបាលឬក៏ការអនុវត្តសិទ្ធិអំណាចដែលកើតចេញពីទង្វើបែបនេះគ្មានតម្លៃផ្លូវច្បាប់និងមិនអាចបង្កើតសិទ្ធិស្របច្បាប់ណាមួយបានឡើយសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃបែបនេះទុយស្រឡះទៅនឹងការបដិញ្ញាចិត្តរបស់ថៃនៅក្នុងការដោះស្រាយវិវាទដោយសន្តិវិធីក្រោមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែនទូទៅចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ក៏ដូចជាស្មារតីនៃកិច្ចព្រមព្រៀងដែលមានកាលពីពេលកន្លងមកចំណែកឯការដាក់ពង្រាយទូកុងតឺន័រការរាយបន្លាលួសឬក៏ការដោតទង់ជាតិគឺជាការបំពានទៅលើខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរដែលមិនអាចទទួលយកបានឡើយទី3ទាហានថៃបានកំពុងបន្តបំផ្លិចបំផ្លាញផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅលើទឹកដីកម្ពុជាឥតឈប់ឈរការបំផ្លិចបំផ្លាញនេះបានកើតឡើងដោយការវាយប្រហារសម្ដៅទៅលើគោលដៅស៊ីវិលកាលពីក្នុងអំឡុងពេលផ្ទុះសង្គ្រាមពេញបន្ទុកចន្លោះពីថ្ងៃ7ដល់ថ្ងៃ27ខែធ្នូឆ្នាំ2025ផងនិងការបន្តបំផ្លិចបំផ្លាញដោយកម្លាំងគ្រឿងចក្រនិងកម្លាំងមនុស្សក្រោយពេលដែលបត់ឈប់បាញ់ចូលជាធរមានលើសពីនេះទាហានថៃថែមទាំងបានពាត់យកដីនិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរជាច្រើនហើយបាននឹងកំពុងបំផ្លាញចោលជាបន្តបន្ទាប់និងបានលួចប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរយ៉ាងអនាធិបតេយ្យបំផុតអំពើនេះបានធ្វើឲ្យបាត់បង់និងខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងបង្កការរាំងស្ទះដល់ការវិលត្រឡប់របស់ជនស៊ីវិលភៀសសឹកទៅកាន់លំនៅឋានរបស់ពួកគេវិញដែលផ្ទុយពីស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី27ខែធ្នូឆ្នាំ2025ត្រង់ចំណុចទី4ទី4អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះសកម្មភាពបំពានច្បាប់អន្តរជាតិនិងច្បាប់មនុស្សធម៌អន្តរជាតិនិងអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរព្រមទាំងអំពើឆក់ប្លន់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរពីសំណាក់ទាហានថៃនិងទាមទារឲ្យថៃបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពយោធាប្រកបដោយអរិភាពបែបនេះនិងសូមភាគីថៃគោរពអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកនៃប្រទេសទាំងពីរក្នុងការកំណត់ខណ្ឌសីមាព្រំដែនដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់និងច្បាប់អន្តរជាតិទី5កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់នៅក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មាធិការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក
នឹងសូមបញ្ជាក់ជូនជាថ្មីថាកម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយទី6ការដាក់ពង្រាយទូកុងតឺន័រនិងការរាយបន្លាលួសក៏ដូចជាការដោតទង់ជាតិនៅក្នុងតំបន់ដែលកងកម្លាំងថៃបំពានកាន់កាប់ដោយខុសច្បាប់បង្ហាញយ៉ាងច្បាស់អំពីការរំលោភអធិបតេយ្យភាពជាតិបូរណភាពទឹកដីកម្ពុជាខណៈដែលការវាយកំទេចផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រង់គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិនិងច្បាប់មនុស្សធម៌អន្តរជាតិកាន់តែអាក្រក់ជាងនេះទៅទៀតភស្តុតាងបានបង្ហាញថាយោធាថៃបានប្រព្រឹត្តល្មើសលួចប្លន់ទ្រព្យសម្បត្តិជនស៊ីវិលកម្ពុជានៅក្នុងតំបន់ដែលខ្លួនបានហ៊ុមព័ទ្ធដែលជាសកម្មភាពអមនុស្សធម៌មិនអាចទទួលយកបាននិងត្រូវបានហាមឃាត់ក្រោមច្បាប់អន្តរជាតិសូមអរគុណ SV ហ៊ុងស៊ុយនាំជីវិតទៅរកភាពថ្កុំថ្កើងទំនាក់ទំនងមកឥឡូវនេះដើម្បីស្គាល់ខ្លួនឯងតាមរយៈហ៊ុងស៊ុយកិច្ចផុតពីភាពបរាជ័យនៅក្នុងជីវិត